ឡាញក្នុងពិធីប្រគល់លំនៅឋានអមដោយទេសភាពស្រស់ស្អាតជាប់នឹងជើងភ្នំក្នុងស្រុកក្រោះកឡចំនួន200ខ្នងជូនទៅកាន់អតីតវីរៈកងទ័ពដោយក្តីរំភើបយ៉ាងរីករាយលោកអ្នកអង្គញាលៀងខុនអះអាងថាទោះបីជាប្រឈមនឹងបញ្ហាអ្វីក៏ដោយជីបម៉ុងនៅតែបន្តវិនិយោគបង្កើនផលិតផលក្នុងស្រុកនិងបង្កើនទីផ្សារការងារឲ្យកាន់តែសម្បូរបែបជាងមុនថ្លែងសារមួយនេះឡើងជាថ្មីពិតជាធ្វើឲ្យមហាជនកាន់តែពេញចិត្តនិងជាឆន្ទៈមួយក្នុងការគ្រប់គ្រងសម្រាប់យុទ្ធនាការពហិការលើផលិតផលសៀមផងដែរសារដ៏មានន័យនិងជាទីគួរឲ្យគោរពពេញចិត្តយ៉ាងខ្លាំងបានលេចឡើងចេញពីលោកអ្នកអង្គញាលៀងខុនសហស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុនជីបម៉ុងគឺបានលេចលឺពេញត្រជាកាលពីព្រឹកថ្ងៃទី20ខែសីហាឆ្នាំ2026ក្នុងពិធីប្រគល់ផ្ទះចំនួន200ខ្នងស្ថិតនៅក្នុងស្រុកកោះក្រឡខេត្តបាត់ដំបងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុវជនកម្ពុជាចូលរួមកសាងដោយក្រុមហ៊ុនជីបម៉ុងដើម្បីផ្ដល់ជូនអតីតយុវជនក្នុងខេត្តបាត់ដំបងនៅក្នុងពិធីប្រគល់ផ្ទះចំនួន200ខ្នងជូនអតីតយុវជនដែលរៀបចំឡើងដោយអាដាមកតេសង្គមសហបណ្ឌិតខុនគីមស្ថិតនៅក្នុងឃុំឆ្មាលមន់ស្រុកកោះកឡខេត្តបាត់ដំបងលោកអ្នកអង្គញាលៀងខុនបានថ្លែងឲ្យដឹងថាការចូលរួមចំណែកទំនុកបំរុងដល់បងប្អូនអតីតយុវជនគឺជាដំណើរដ៏មានអត្ថន័យបំផុតសម្រាប់ក្រុមហ៊ុនជីបម៉ុងបង្ហាញពីការគោរពដឹងគុណនិងការយល់ច្បាស់ពីតម្លៃនៃការបំពេញភារកិច្ចរបស់បងប្អូនដែលបានលះបង់ទាំងយុវភាពកម្លាំងកាយចិត្តនិងពេលវេលាផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារគ្រប់ស្លាកស្នាមនៅលើរាងកាយរបស់បងប្អូនគឺជាការបូជាសាច់ស្រស់ឈាមស្រស់របស់វីរៈយុវជនជាច្រើនរូបទៀតគឺជាភស្តុតាងនៃវីរៈភាពដ៏អង់អាចក្នុងការការពារទឹកដីហើយក៏ជាគុណបំណាច់ដ៏ធំធេងដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំនិងដឹងគុណជានិច្ចលោកអ្នកអង្គញាលៀងខុនក៏បានថ្លែងសារទាំងក្តីរំភើបនាពេលនោះឲ្យដឹងថានៅក្នុងស្មារតីខ្មែរជួយខ្មែរក្រុមហ៊ុនជីបម៉ុងនឹងបន្តប្រកាន់ភ្ជាប់នៅជំហរសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលទៅលើការវិនិយោគនិងការបង្កើតឱកាសការងារនិងការចូលរួមកិច្ចការងារសង្គមក្នុងគោលបំណងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរជាប្រចាំលោកអ្នកអង្គញាលៀងខុនក៏បានអះអាងថាទោះបីជាស្ថិតនៅក្នុងបរិបទសេដ្ឋកិច្ចបែបណាក៏ដោយឬប្រឈមនឹងបញ្ហានានាយ៉ាងណាក្តីជីបម៉ុងនៅតែបន្តវិនិយោគដោយផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកការបណ្ដុះបណ្ដាលធនធានមនុស្សនិងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋខ្មែរលោកអ្នកអង្គញាលៀងខុនដែលជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុនជីបម៉ុងក៏បានបញ្ជាក់ផងដែរថាថ្មីកន្លងមកនេះក្រុមហ៊ុនជីបម៉ុងក៏បានសម្រេចចិត្តបោះទុនវិនិយោគក្នុងការសាងសង់រោងចក្រផលិតទឹកដោះគោមីតែនិងកាហ្វេរបស់ជីបម៉ុងការវិនិយោគថ្មីនេះគឺជាការបោះជំហានដ៏ធំមួយក្នុងការពង្រឹងការផលិតក្នុងស្រុកនិងរួមចំណែកមួយយ៉ាងធំធេងក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេសហើយក៏ឆ្លើយតបតម្រូវការទីផ្សារកម្ពុជានិងជាសកម្មភាពក្នុងការគ្រប់គ្រងលើយុទ្ធនាការក្នុងការពហិការផលិតផលសៀមផងដែរក្រៅរំលឹកផងដែរថាក្រុមហ៊ុនជីបម៉ុងបានចូលរួមក្នុងបេសកកម្មជាប់ជានិច្ចគ្រប់គ្រងទៅលើវិស័យការពារជាតិជាបន្តបន្ទាប់ដោយសម្រាប់យុទ្ធនាការឧបត្ថម្ភជួយដល់អតីតយុវជនបានធ្វើចំនួន2លើករួចមកហើយដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនរួមមានលើកទី1ការចូលរួមការសាងសង់ផ្ទះចំនួន100ខ្នងជូនអតីតយុវជននៅក្នុងខេត្តកំពង់ធំកាលពីខែកុម្ភៈឆ្នាំ2025លើកទី2បានបន្តឧបត្ថម្ភជាថវិកាចំនួន$50,000កាលពីខែឧសភាឆ្នាំ2026ដើម្បីសាងសង់ផ្ទះចំនួន100ខ្នងបន្ថែមទៀតសរុបទាំងពីរលើកនេះក្រុមហ៊ុនជីបម៉ុងបានចូលរួមចំណែកកសាងនិងប្រគល់លំនៅឋានបានសរុបចំនួន200ខ្នងជូនទៅដល់បងប្អូនអតីតយុវជនកម្ពុជាកន្លងមកហើយមកដល់ថ្ងៃទី20ខែសីហាឆ្នាំ2026នេះក្រុមហ៊ុនជីបម៉ុងក៏បានបរិច្ចាគទាំងថវិកាផ្ទះនិងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃសរុបជាងទឹកប្រាក់ចំនួន2200លានរៀលបន្ថែមពីលើនឹងទៀតដែលត្រូវបានប្រគល់ជូនបងប្អូនអតីតយុវជនដែលផ្ទាល់នៅឃុំឆ្មាលមន់ស្រុកកោះកឡខេត្តបាត់ដំបង